សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូ Pro PT ហើយថ្ងៃនេះខ្ញុំមានដំណឹងល្អមកប្រាប់អ្នកទាំងអស់គ្នាហើយដំណឹងល្អនោះគឺ Free Fire គេបានចេញជាមួយនឹងឈុត Season 1 Season 2 មកម្ដងទៀតហើយអ្នកទាំងអស់គ្នាគឺអែមខ្លាំងមែនតើ Free Fire ចេញមកម្ដងទៀតហើយបើសិនជាអ្នកទាំងអស់គ្នាចង់ដឹងថាឈុត Season 1 Season 2 នឹងចេញនៅពេលណាចេញនៅម៉ោងណាចេញនៅថ្ងៃណាកុំភ្លេចមើលវីដេអូហ្នឹងតាំងពីដើមរហូតដល់ចប់ផងហើយខ្ញុំនឹងប្រាប់អ្នកគ្នាតែម្ដងថាវាចេញនៅពេលណាហើយកុំភ្លេចជួយចុច like និង Subscribe មកកាន់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីឬក៏ចំណេះដឹងពីខ្ញុំជាបន្តទៀតចឹងអ្នកទាំងអស់គ្នាហើយមិនមែនចេញតែឈុត Season 1 Season 2 ទេអ្នកទាំងអស់គ្នាគឺវាមាន event ជាច្រើនមកទៀតអ្នកទាំងអស់គ្នាតែវាពិសេសត្រង់មានឈុត Season 1 Season 2 មកជាមួយដូចកាលពីមុនអ្នកគ្នាក៏សេរីខ្លាំងមែនតើឥឡូវកុំឲ្យរងចាំពេលវេលាយូរខ្ញុំមកប្រាប់អ្នកគ្នាតែម្ដងថាចូល Season 1 Season 2 ចេញនៅពេលណាអ្នកទាំងអស់គ្នាចូលដល់វីដេអូទាំងអស់គ្នាហើយ event ទី1របស់យើងគឺជាឈុត Season 1 Season 2 ហ្នឹងអ្នកទាំងអស់គ្នាអានេះគឺគេបង្ហាញឲ្យយើងមើលសិនអ្នកគ្នាឈុត Season 1 Season 2 ហ្នឹងគឺវាចេញមកទាំងពីរតែម្ដងចេញទាំង Season 1 និង Season 2អ្នកទាំងអស់គ្នាវាមានទាំងឈុតប្រុសឈុតស្រីអ្នកគ្នាគឺអែមខ្លាំងមែនតើតែគេបង្ហាញថាឈុត Season 1 ប្រុសនិងស្រីទេអ្នកគ្នាចំពោះឈុត Season 2 គឺអត់ច្បាស់ទេតែឈុត Season 1 ធានា 100% តែម្ដងគឺដឹងតែចាញ់មកម្ដងទៀតហើយអ្នកទាំងអស់គ្នាគឺវាចេញជាលក្ខណៈបែបនេះអ្នកគ្នាវាឲ្យយើងចាប់អ្នកទាំងអស់គ្នាវាឲ្យយើងចាប់គឺអែមខ្លាំងមែនតើគឺវាឲ្យយើងចាប់ដោយការចំនួន2018អ្នកគ្នា2018គឺវាចេញឈុត Season 1 Season 2ចាប់ពី Season 1 ដល់ Season 5អ្នកទាំងអស់គ្នាឲ្យយើងចាប់លាក់គីអ្នកគ្នាចាប់ម្ដង1000ពេជ្រកាលហ្នឹងអ្នកគ្នាខ្ញុំឃើញវីដេអូគេដែរទេគឺខ្ញុំលេងអត់ទាន់ទេអ្នកគ្នាគឺលយខ្លាំងមែនតើហើយឈុតនេះគឺវាកំពុងតែចេញណាអ្នកគ្នាគឺវាចិត្តចាញ់ហើយវាចេញនៅ server គេមុន server យើងគឺវាអត់ទាន់ចេញទេអ្នកគ្នាហើយឈុតទាំងពីរហ្នឹងគឺវាចេញនៅចន្លោះថ្ងៃទី24និងថ្ងៃទី26អ្នកគ្នាគឺអត់ដឹងតែខែណាទេប្រហែលជាមួយខែក្រោយទៀតហ្នឹងអ្នកគ្នាតែវាចេញនៅចន្លោះថ្ងៃទី24និង26នៅចន្លោះថ្ងៃហ្នឹងគឺអត់ដឹងថាវាចេញនៅថ្ងៃណាទេប្រហែលជាមួយខែពីរខែទៀតគឺវាចេញមកហើយអ្នកទាំងអស់គ្នាហើយចំពោះ event ទី2ដែលវាចេញមកអ្នកទាំងអស់គ្នាគឺជា event ខោស្លាប់អ្នកទាំងអស់គ្នា event ខោស្លាប់ពណ៌ខៀវពណ៌បៃតងអ្នកទាំងអស់គ្នាគឺជា event ខោស្លាប់ពណ៌បៃតងហើយខោស្លាប់នេះគឺជាខោស្លាប់សេរីចាស់ដែរអ្នកទាំងអស់គ្នាអាចនិយាយបានថាវាសេរីចាស់ដែរដោយសារតែវាចេញយូរហើយវាចេញមកជាមួយនឹងខោស្លាប់អាវស្លាប់ហើយម៉ាស់អ្នកទាំងអស់គ្នាជាមួយនឹងស្បែកជើងអ្នកទាំងអស់គ្នាវាចេញមកឆាប់ហ្នឹងអ្នកគ្នាប្រហែលជាចេញនៅក្នុងខែហ្នឹងហើយចំពោះ event បន្ទាប់នោះគឺជា event ឈុត Criminal អ្នកទាំងអស់គ្នាឈុត Joker Criminal ហ្នឹងគឺវាត្រៀមនឹងចេញមកដូចគ្នាវាចេញមកជាមួយនឹង2ឈុតគឺជាឈុតពណ៌ក្រហមមួយហើយឈុតពណ៌សមួយជាឈុតចេញថ្មីហ្នឹងពណ៌សលេខពណ៌មាសហ្នឹងគឺវាអាចបដូរពណ៌បានហើយឈុត Criminal ពណ៌ក្រហមហ្នឹងគឺវា level មិនដូចគ្នាអ្នកនរគ្នាអាពណ៌ក្រហមនោះក៏ level មិនហើយអាចចេញថ្មីហ្នឹងក៏ level មិនដែរវាដូចគ្នាវាអាចដូរពណ៌បានដូចគ្នាតែអានេះយើងអាចបដូរពណ៌បានខ្លួនឯងអ្នកនរគ្នាហើយវាមានជាមួយនឹង banner អ្នកនរគ្នារូប banner សម្រាប់យើងចូលលេងទៅឃើញ KD គ្នាអីហ្នឹងគឺវាមកជាមួយនឹងរូបហ្នឹងអ្នកនរគ្នាអាចឈុតពណ៌សហ្នឹងអាចឈុតពណ៌មាសហ្នឹងអ្នកនរគ្នាគឺវាមាន2ពណ៌អ្នកគ្នាបាក់ហើយខ្លាំងមែនតើហើយជាមួយនឹងឈុតពណ៌ក្រហមនិយាយទៅបានឈុតពណ៌ក្រហមក៏អែមដែរអ្នកគ្នាឈុតពណ៌ក្រហមហ្នឹងក៏ level មិនដែរក៏ស្រីខ្លាំងមែនតើឈុត Criminal លើកនេះហើយឈុត Criminal ហ្នឹងគឺវាចេញមកជា2កន្លែងអ្នកគ្នាគឺអត់ច្បាស់ថាកន្លែងណាទេហើយកន្លែងទី2គឺជាកន្លែងនេះអ្នកគ្នាកន្លែងហ្នឹងគឺដឹងតែចាប់អស់ថ្លៃឯងវាចេញនៅចន្លោះថ្ងៃទី24និង26ហ្នឹងអ្នកគ្នាឈុត Criminal ហ្នឹងគឺវាចេញមកជា2កន្លែងអ្នកគ្នាហើយកន្លែង2ហ្នឹងគឺខ្ញុំអត់ច្បាស់ថាកន្លែងមួយណាទេហើយចំពោះ event ទី2នោះគឺជា event ឈុត Joker អ្នកគ្នាអូច្រឡំអ្នកគ្នាគឺឈុត Kokoma អ្នកទាំងអស់គ្នាគឺកប់សេរីខ្លាំងមែនតើ Free Fire គឺបានអិចជាមួយនឹងឈុត Kokoma គឺវាចេញមកអ្នកគ្នាចេញមកឆាប់ហ្នឹងអ្នកគ្នាគឺខ្ញុំអត់ច្បាស់ថាថ្ងៃណាទេ sorry អ្នកគ្នាខ្លាំងមែនតើដោយសារតែគេអត់មានថ្ងៃបញ្ជាក់ឲ្យយើងទេអ្នកទាំងអស់គ្នាហើយឈុត Kokoma នេះគឺជាឈុតស្រីអ្នកទាំងអស់គ្នាអែមខ្លាំងមែនតើអ្នកគ្នាយកពាក់ជាមួយនឹង hero ស្រីគឺកាន់តែកប់សេរីហើយមុខគឺលយខ្លាំងមែនតើអ្នកទាំងអស់គ្នាវាមានជាមួយឈុត Kokoma ហ្នឹងគឺដៃវាគឺអត់ជាប់គ្នាទេអ្នកទាំងអស់គ្នាអ្នកគ្នាមើលនេះគឺដូចជួមកចេះអ្នកគ្នាតែវាមុខវាលយខ្លាំងមែនតើជាមួយនឹងក្របបែកតករបស់វាគឺក៏មានដែរអ្នកគ្នាគឺវាមានជាមួយនឹងឈុតហ្នឹងហើយនឹងក្របបែកតកគឺវាចេញមកទាំងពីរតែម្ដងហើយវាមានអាយសេរីចាស់មកជាច្រើនទៀតអ្នកគ្នាមិនមែនអាយសេរីចាស់គឺសេរីថ្មីដែលវារែងចាស់ដែរអ្នកគ្នាហ្នឹងហើយអ្នកគ្នាហើយវីដេអូយើងក៏មានតែប៉ុណ្្នឹងដែរអ្នកគ្នាកុំភ្លេចជួយចុច Subscribe មកកាន់ខ្ញុំម្នាក់មួយផងហើយ